នេះហ่าបងគឺថាបានឆាតៅហ៊ូហើយថ្ងៃនេះគឺខ្ញុំចង់ហូបឆាតៅហ៊ូហើយក៏សួរនាំប្តីនៅកូនទៅគឺថាចង់ហូបដែរអញ្ចឹងគឺថាសម្រាប់ចិត្តថាឆាតៅហ៊ូអញ្ចឹងទៅថ្ងៃនេះគឺថាតំណុកឡគឺថាត្រូវកូននិងប្តីក៏ចង់ហូបដែរអញ្ចឹងណាឥឡូវតោះទៅមើលខ្ញុំរៀបចំឆាទាំងអស់គ្នានេះគឺថាខ្ញុំមកពីផ្សារបងអូនហើយមកពីផ្សារនេះគឺថាកូនមកបានស្លនេះគឺថារៀបចំដាក់ឲ្យកូនដេកសិនយកកូនទៅផ្សារដែរហើយពេលរៀបឡនេះគឺខ្ញុំរៀបចំគាត់ដេករួចអស់ហើយធ្វើបតាយកគាត់បតាអញ្ចឹងទៅបងដែលមានកូនតូចខ្ញុំគឺគាត់យកអារម្មណ៍មួយហ្នឹងហើយពេលខ្លះគឺខ្ញុំពេលខ្ញុំចង់ឲ្យគាត់ដេកគឺគាត់ដេកទេតែអញ្ចឹងយើងចាំមើលគាត់ដេកនេះជាងការហួសម៉ោងធ្វើម្ហូបក៏មានដែរបងអូនអញ្ចឹងគឺថាទៅផ្សារត្រូវតែយកគាត់ទៅធ្វើម្ហូបពេលខ្លះបើគាត់ដេកក៏ស្រួលអញ្ចឹងទៅយកបតាធ្វើបតាអញ្ចឹងទៅហើយពេលខ្លះបើគាត់ដេកទេគឺថាធ្វើបតាចាប់គាត់បតាអញ្ចឹងទៅបងអូនហើយនិយាយទៅគឺថាតតែអញ្ចឹងបងអូនមកឆ្លៀតអញ្ចឹងមិនបានម្ហូបឲ្យគាត់ហូបបាយបើថានៅចាំមើលគាត់ដេកជាងការម៉ោង10មិន10មកគាត់ដេកដល់អញ្ចឹងគឺយូរម៉ោងបងគាត់មកពីរៀនវិញគឺថាអត់ទាន់បានហូបទេបងអូននិយាយទៅបងអូនគឺថាខ្ញុំជាស្ពីសាច់ជ្រូកអត់រួចទេនិយាយទៅកូនប្រុសខ្ញុំគឺចូលចិត្តណាស់រឿងសាច់ជ្រូកនេះមួយហើយបើខ្ញុំអត់សូវចំណូលប្រហែលទេសាច់ជ្រូកណាឆាបន្លែឆាអីបានច្រើនហូបបន្លែអញ្ចឹងទៅតែបើកូននឹងគឺចូលចិត្តសាច់លេខ1នឹងហ្មងបងអូនហើយខ្ញុំចង់តែស្លម្ជូរស្លប្រហាយអញ្ចឹងបន្លែធម្មជាតិអញ្ចឹងទៅអត់ចង់ហូបសាច់ច្រើនទេខ្ញុំតែហូបសាច់ច្រើនគឺខ្ញុំស្ពឹកដៃស្ពឹកជើងវាដូចឡើងជាអាស៊ីតអញ្ចឹងណាកូនខ្ញុំគឺគាត់នៅក្មេងៗដល់អញ្ចឹងគាត់ហូបអត់សូវធ្វើទុកអីទេបើយើងមនុស្សចាស់វិញគឺថាធ្វើទុកមែនតើបងអូនបើមិនស្ពឹកដៃក៏ស្ពឹកជើងដែរនិយាយទៅហូបសាច់ច្រើនគឺល្អទេខ្ញុំបើថាពេលខ្លះខ្ញុំឆាអញ្ចឹងគឺខ្ញុំហូបតែបន្លែឆាតកួនឆាអីគឺខ្ញុំចូលចិត្តណាស់ឲ្យតែបន្លែគឺចូលចិត្តហ្មងហើយបើថាមកជូរបហាវិញសឹងរាល់ថ្ងៃក៏បានដែរតែពេលខ្លះកូនអត់ហូបព្រោះតែអញ្ចឹងគឺថាយើងខ្ជិលធ្វើមួយមុខពីរមុខវាអស់លុយច្រើនពេកតែអញ្ចឹងយើងធ្វើតែមួយមុខហូបតាមគាត់អញ្ចឹងទៅពេលខ្លះខ្ញុំអត់បានពេកពេលខ្លះខ្ញុំស្លម្ជូរស្លបហាគាត់អត់ហូបក៏បខំគាត់ឲ្យហូបតាមយើងដែរខ្លះអីចឹងណាឥឡូវនេះបងគឺថាមកកន្លែងមកមើលឆារបស់ខ្ញុំនៅវិញគឺថាចិត្តឆ្អិនហើយសម្រាប់បន្លែគឺខ្ញុំដាក់មកត្រឡប់ពីត្រឡប់ទេបងអូនវាឆ្ងាញ់ណាបើថាលួយជ្រុលគឺអត់ឆ្ងាញ់ទេហើយសម្រាប់ហូបមុខនេះតតែក្តៅមិនឆ្ងាញ់នេះគឺទៅហ៊ូហ្នឹងបងអូនតែឆាហើយឆ្អិននេះគឺថារៀងតិចដែរគឺថាបន្លែរៀងធំទៅគឺថាមួយចានបងអូនហើយទៅឆ្ងាញ់ណាស់ខ្ញុំឆាអាហ្នឹងគឺខ្ញុំចូលចិត្តទៅហ៊ូហ្នឹងខ្លាំងហ្មងហើយវាមានជាតិគ្រឿងនឹងចូលជាមួយនឹងទៅហ៊ូគេថាខ្ញុំរៀបចំដូចដាក់ចានអីចឹងណាបងអូននេះគេថាអូយក្តៅឆ្ងាញ់មែនតែនដាក់មួយចានចឹងមកនិយាយវាថាមកប្រាវឡើងចិត្តអស់លីងបងអូនកូនខ្ញុំគាត់ហូបទៅសាច់ហើយនឹងខ្លះទៅហ៊ូខ្លះចឹងទៅខ្ញុំបខំគាត់ហូបកញ្ឆាយដែរចឹងណាឥឡូវនេះគេថាអូខ្ញុំមកភ្លុកមុនគេក្តៅឆ្ងាញ់មែនតែនបងអូនហើយវីដេអូបងអូនគឺមានប៉ុណ្្នឹងទេប្រហែលបងអូនហើយបើខ្ញុំខុសឆ្គងត្រង់ណាកុំប្រកែប្រកាន់ហើយបញ្ចូលសលេងរៀងឡើងចុះតិចតួចទេឲ្យបងអូនហើយតែរៀនកាត់ដបងអីចឹងណាហើយបើសិនជាពុកម៉ែបងប្អូនឆ្លាញ់ពេញចិត្តនឹងវីដេអូខ្ញុំអាច share follow page ឬមួយក៏ comment ខ្ញុំម្នាក់មួយផងណាពុកម៉ែបងប្អូនណាហើយអរគុណមែនតើសម្រាប់ការចូលមើលវីដេអូខ្ញុំឲ្យដល់ចប់អីចឹងណាហើយជូនពរឲ្យជោគជ័យទាំងអស់គ្នាណាពុកម៉ែបងប្អូនអរគុណមែនតើបាយបាយ